khai ní sabo của pin ri bong bồn chẳng tới xa khơi của pin đi lo lỡ thưa của pin ri tram mà đòn nè khai hai thon khai của pin ri chẳng á hay nhung như này thưa của pin ri ta tập bất anh năng thon của pin ri tầm muối này nè hai nhung miền chủng muối bò linhประจำตะโกสระchẳng còn là tram máu cứ nhắm chủng muối bò linh sระnhung hai người này nhung miền chủng muối năng của pin ri năng chỉ nuốt 2 kg ប៉ុន្តែជាក់ស្ដែងគឺវាមានខូចខ្លាំងអញ្ចឹងណាដោយសារខ្ញុំទិញហ្នឹងគេលក់ច្រកថងអញ្ចឹងវាមានខ្លះខូចអញ្ចឹងទៅអញ្ចឹងជាក់ស្ដែងប្រហែលជានៅ1 គីឡូ 6 អី 1 គីឡូ 7 អីហ្នឹងឯងហើយយើងមានទឹកហ្នឹងយើងដាក់អំបិលចូលដើម្បីកុំឲ្យពេលយើងចិតមកផ្លែកាពីងរាជយើងវាឡើងខ្មៅអញ្ចឹងយើងដាក់ទឹកអំបិលអញ្ចឹងមកដល់ពេលយើងចិតហើយយើងដាក់ត្រាំវាទៅគឺវាអត់ខ្មៅទៀតឡើងខ្មៅទៀតបងប្អូនអញ្ចឹងខ្ញុំធ្វើការចិតកាពីងរាជសិនកាពីងរាជខ្ញុំនេះទូចមកល្មមវាអត់សូវធំហ្មងទេយើងធ្វើការចិតវាឲ្យស្អាតចឹងណាឲ្យរៀងអស់សបកចឹងទៅហើយចាប់ផ្ដើមជ្រៀកវាបងប្អូនយើងជ្រៀកវាជាប្រទេសតូចមកល្មមចឹងណាខ្ញុំចាប់ផ្ដើមចិតវាអញ្ចឹងមកខ្ញុំចិត្តបែបហ្នឹងបងប្អូនចិត្តចឹងមកយើងត្រាំវាឆាប់ចូលជាតិណាអញ្ចឹងខ្ញុំធ្វើការចិត្តអញ្ចឹងតអស់បន្ទាប់ពីយើងចិត្តរួចហើយយើងត្រាំវាទុកចោលសិនទៅមិនបាច់តន់ស្រង់វាទេហើយយើងមកធ្វើទឹកត្រាំម្ដងដំបូងហ្នឹងយើងដាំទឹកសិនណាបងប្អូនយើងដាំធ្វើទឹកដើម្បីត្រាំវាហ្នឹងខ្ញុំប្រើទឹកជាធម្មតាហ្នឹងចំនួន2 លីត្រតាមជាក់ស្ដែងហ្នឹងគឺខ្ញុំប្រើទឹកត្រាំហ្នឹងអត់អស់ដល់2 លីត្រទេដោយសារតកែវយើងប្រើកន្លតូចអញ្ចឹងវាអត់សូវចុះទឹកណាអញ្ចឹងខ្ញុំប្រើទឹកជាធម្មតា2 លីត្រហើយប្រើអំបិលម៉ត់យើងហ្នឹង4 ស្លាបព្រាបាយជាមួយនឹងស្ករសខ្ញុំប្រើស្ករសហ្នឹង1 ខាំកន្លះហើយរសជាតិនេះគឺអត់ផ្អែមបងប្អូនរសជាតិវារៀងប្រៃឡំតិចអត់សូវផ្អែមវាដោយសារខ្ញុំអត់ចូលចិត្តញ៉ាំផ្អែមអញ្ចឹងខ្ញុំអត់ដាក់ស្ករច្រើនប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យរសជាតិផ្អែមហ្មងដាក់2 ខាំទៅស្ករ2 ខាំឬក៏2 ខាំកន្លះបន្ទាប់មកយើងដាំទឹកនឹងឲ្យពុះហើយយើងចាប់ផ្ដើមរៀបសថនយើងហ្នឹងកាពីងរាជយើងហ្នឹងដាក់ចូលកន្លមកកន្លកែវហ្នឹងត្រូវតែស្ងួតស្អាតណាហើយយើងដាក់វារៀបមករៀបវាពេញមកជាក់ស្ដែងខ្ញុំដាក់កន្លកែវហ្នឹងអញ្ចឹងវាអត់សូវចុះទឹកទេបងប្អូនវារបៀបថាកែវយើងតូចអញ្ចឹងវាឆាប់ពេញវាអត់សូវចុះទឹកអញ្ចឹងបានន័យថាទឹកហ្នឹងវានៅសល់ប៉ុន្តែបើសិនយើងប្រើកន្លធំដល់ទឹកហ្នឹងគ្រប់ហ្មងហើយយើងចាក់ទឹកហ្នឹងទាំងក្តៅទៅមិនបាច់ចាំទុកឲ្យត្រជាក់អីយើងដាក់ទាំងក្តៅហ្នឹងដើម្បីឲ្យកាពីងរាជយើងហ្នឹងវាទន់ណាពេលដែលយើងដាក់ហើយគឺ1 គីឡូហ្នឹងទាំងអស់និយាយទៅវាបាន2 គីឡូកែវហ្នឹងកែវខ្ញុំរៀងតូចដែរទេហើយដែលយើងដាក់ទឹកត្រាំហ្នឹងគឺយើងទុកឲ្យទឹកហ្នឹងត្រជាក់ 100% ចាំយើងគ្របបងប្អូនហើយទុកតែមួយយប់ទៅញ៉ាំបានហើយដូចខ្ញុំបញ្ជាក់ចឹងរសជាតិនេះគឺរសជាតិប្រៃឡំហើយអត់សូវផ្អែមទេដោយសារតែខ្ញុំអត់ចូលចិត្តត្រាំវាផ្អែមប៉ុន្តែបើអ្នកចូលចិត្តញ៉ាំផ្អែមប្រើស្ករ2 ខាំកន្លះ2 ខាំទៅ2 ខាំកន្លះចឹងណាហើយឥឡូវថ្ងៃទី 2ហើយខ្ញុំចាប់ផ្ដើមយកវាមកញ៉ាំឥឡូវកាពីងរាជយើងបានហើយត្រាំតែមួយថ្ងៃអាហ្នឹងវាអត់សូវទន់ហ្មងនេះបើយើងត្រាំ2 ថ្ងៃអាហ្នឹងវាទន់ល្អហើយខ្ញុំមានអំបិលលីងស្រាច់អញ្ចឹងអំបិលលីងពិសេសខ្ញុំមានលក់បងប្អូនអញ្ចឹងមកកំប៉ុងហ្នឹងតាម10000នេះចំណុះវា2 ខាំណាហើយអំបិលហ្នឹងស្ងួតអញ្ចឹង2 ខាំច្រើនបងប្អូនចង់ញ៉ាំអាចកំងបានអំបិលណាអរគុណបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងសម្រាប់ការពេញចិត្តវីដេអូខ្ញុំអរគុណ